តបងយើងម៉ូតូលវាបារាំងអានេះលវាបារាំងដែលយើងកាត់ដើមតែងដើមហើយយើងដូរពូជថ្មីអានេះពូជថ្មីឈ្មោះពូជវាគឺឈ្មោះនេះដូចយើងសេក្នុងហ្នឹង CDDBN អានេះអក្សរកាត់វាអានេះយើងតនឹងចាប់ដើមចេញប្លូហើយខាងក្រោមក៏តដែរប៉ុន្តែតគល់យើងចាប់ដើមតពីដើមពីលើវិញហើយពួកនេះគឺយើងតបានច្រើនដើមដែរយើងយកពូជមកថ្មីគឺយើងតហើយអានេះយើងតមួយសាមុនចុះផ្លែហើយអានេះយើងតពីលើចុងទៀតហើយនឹងខាងហ្នឹងគឺយើងយកមកតយើងតពូជថ្មីដែរហើយយើងកាត់តែងស្រាប់ហើយខ្នោះគឺអត់តាន់តែងទេហ្នឹងយើងកាត់មេវាបដោះហើយយើងអសរគល់គឺយើងតពូជថ្មីអញ្ចឹងយើងរៀនតទាំងអស់គ្នាអានេះមុនយើងតគឺយើងសម្អាតសិនយើងស្អាតមុខកាត់យើងកាត់ដោយផ្លែអាណាឬក៏កាត់នឹងអីក៏យើងសម្អាតដោយស្មើមកកុំឲ្យវាសាញrồiហើយយើងយកត្រួយអានេះពួយល្អត្រួយពួយល្អយើងយកប៉ុណ្ណឹងក៏បានដែរយើងយកមេចាស់ប៉ុណ្ណាក៏បានដែរយើងឲ្យតែយើងត្រតបានខ្ចីអញ្ចឹងក៏បានយើងកាត់តែស្អាតមកពូជថ្មីនេះrồiហើយយើងចាត់សម្រាប់ឲ្យសូកចូលយើងសិតចាត់បែបសងខាងយើងចាត់បែបសងខាងអញ្ចឹងហើយយើងរុំស្គុតមកយើងរុំស្គុតណាយើងរុំអាកន្លែងដែលអត់ចាត់យើងទុកកន្លែងចាត់មកយើងយកមេវែងឬក៏មេខ្លីក៏បានដែរយើងគ្រាន់រុំអញ្ចឹងណារួចហើយកន្លែងមេគល់ដែលយើងតយើងចាត់វាឲ្យមុំមេយើងដតចូលអញ្ចឹងហើយយើងកើសវាដើម្បីកើសសាច់កើសតែសាច់សបកវាទេណាហើយយើងញ៉ាត់ចូលមកខាងណាក៏បានដែរយើងញ៉ាត់ចូលឲ្យល្មមមកហើយយើងរុំជាមួយហ្វីមនេះយើងរុំជុំវិញមកយើងរុំឲ្យរាងណែនបន្តិចមកយើងដល់ពេលដាច់អញ្ចឹងយើងតទៀតមកណែនមកយើងដាច់អញ្ចឹងយើងបិទអាកន្លែងមុខកាត់វាកុំឲ្យស្ងួតអញ្ចឹងដើម្បីឲ្យឆាប់ជាប់បិទពីរបីជាន់នោះយើងបិទចឹងហើយយើងរុំឲ្យណែនបន្តិចមកប៉ុណ្ណឹងទៅស្អាតហើយណាហ្នឹងគឺរួចហើយអត់ពិបាកទេហើយមេនេះក៏ដូចគ្នាដែរយើងគ្រាន់តែចាត់សម្រាប់សម្បកវាសម្រាប់យើងកើសឲ្យនេះវាចេះមកយើងគ្រាន់តែញ៉ាត់មេដែលយើងត្រូវការតអញ្ចឹងយើងញ៉ាត់មកប៉ុណ្ណឹងមកដូចដើមវិទ្រាឬក៏ពួកដំណាំផ្សេងក៏យើងអាចធ្វើអញ្ចឹងបានដូចគ្នាដែរសម្រាប់យើងតដើមធំហើយយើងបិទអាមាត់កាត់វាកុំឲ្យត្រូវថ្ងៃកុំឲ្យស្ងួតវាបិទឲ្យ2 3ជាន់មកហើយអានស្គូតរុំហ្នឹងយើងប្រដាប់រុំនំខ្ចប់នំកាអីយើងយកមកកាត់ជាកងមកយើងយកមករុំអញ្ចឹងយើងប្រហែលជាប៉ុណ្ណឹងហើយតំណាំគឺដូចជាធ្វើគឺដូចជាយើងធ្វើមិនខុសគ្នាទេគឺយើងចាប់ត្រួយតមេដូចគ្នានោះគឺសតលវីទេយើងសម្រាប់កាត់តែងកាត់បដោះហើយនឹងតពូជថ្មីដែរអញ្ចឹងជម្រាបលា